Tao ngày nãy nhầm một và hai nhận ở phía cắt hai và thế này hay sợ chấm hiền là nhầm chụp hai nóคือnhầm chụp đa lịch mùi chẳng bóng bồn mười từ tam ở sọ thì nhầm đạo nhưng tay và nhầm ở ạt bài chả thế ngày nay thì sao là ở chơi sụp luôn thì dường làng một lịch mùi hai ấy mà một lịch mùi bắt thọt đấy nhầm lịch gì sao đã khởi nhà thọt ở bóng bồn muốn đi chơi dường làng một lịch mùi hai cũng đoạn đa lịch son đấy mà cũng đoạn lại gì đấy đấy chọp đời lịch sôn thì buồn tăng đi cũng đã soi một con mười trắng đấy mà của đi xa ta chiên này nè trừ đi xa đi trừ cái bạn đã tự bài rồi hoặc bài thì mà còn những lục sôn thì buồn lắm vì chất mà này một con cười nhé mà mơ đi về thế hay một con cho một tô sana video nhom mấy mấy complete chui subscribe ដល់ខ្ញុំម្នាក់មួយផងបងប្អូនណាដើម្បីលើកទឹកចិត្តជាងបង្ហាញនៅវីដេអូវិធីកាត់សក់របៀប fade វាបីដូចខ្ញុំដាក់ក្នុងឲ្យបងប្អូនមើលអញ្ចឹងណាបាទជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងបាទចុចតែម្នាក់មួយមកគឺអូខេបងប្អូនណាចឹងបងប្អូនមើលការ fade របស់ខ្ញុំតិចទៅបាទហើយអក្សរខ្ញុំដាក់ហ្នឹងបងប្អូនជាមើលអក្សរតិចណាខ្ញុំអត់អธิบายឲ្យគាត់បាយទេដោយសារតែជីកបងប្អូនជីកខ្លាំងមែនតើបាទហ្នឹងហើយបន្ទាប់ពីយើងលុបបាត់ភ្នែកក្រោមមកហើយយើងក៏ពុំ0.5បាទដំឡើងមុខឲ្យពេញមកគឺយើងពាក់ពុំ0.5បដិញតភ្ជាប់ជាមួយនឹង0.1ហើយយើងមើលទៅតាមស្ថានភាពសក់ណាបងប្អូនមើលកន្លែងណាក៏ដកអីបងប្អូនផាំងចៃម៉ូទ័រលុបឆ្វេងស្ដាំទេណាបើចៃម៉ូទ័រពីច្រើនការ fade សក់គេប្រើចៃនេះបងប្អូនគេអាចប្រើមុខពេញណាបាទតែប្រើមុខពេញវាស៊ីអ្នកស៊ីសក់ដតីតែវាស៊ីសក់ដតីយើងតាមអត់ហើយទេអញ្ចឹងការ fade សក់ដែលលឿនគឺយើងធ្វើតាមស្ថានភាពសក់បាទសក់កដកសក់អីហ្នឹងប្រើចៃលុបវាទៅហើយការ fade សក់នេះបងប្អូនត្រូវតែរៀនវឹកកដៃឲ្យច្បាស់មិនយើងស្រួលធ្វើការកដៃបើយើងអត់កដៃឲ្យច្បាស់ទេយើងពិបាកនឹងធ្វើការណាបងប្អូនតោះអញ្ចឹងទស្សនាវីដេអូនេះទាំងអស់គ្នាទៅបងប្អូនណាបាទខ្ញុំអត់សូវមានការអធិប្បាយទេដោយសារអត់សូវខ្លួនហ្នឹងហើយបងប្អូនបើសិនជាពេញចិត្តណាបងប្អូនខ្ញុំអធិស្ឋានផងកុំភ្លេចជួយចុច subscribe ខ្ញុំឲ្យបាន 1000 subscribe មកបាទដើម្បីនឹងបានរកពីលោកអីនឹង YouTube គេខ្លះបងប្អូនណាបាទចំណូលខាងក្រៅណាបាទជួយម្ដាយមួយជើងមកបងប្អូនបាទអរគុណបាទទស្សនាវីដេអូរបស់គ្នាហ្នឹងហើយកន្លែងសិបការនេះគឺបងប្អូនច្រឹបឲ្យមានរូបរាងដូចខ្ញុំកំពុងច្រឹបហ្នឹងមកបងប្អូនណាបាទហើយទុកជើងសក់ឲ្យវាសល់បន្តិចបាទចាំនៅពេលដែលយើងលុបមុខដក00គឺយើងទុកឲ្យធ្នេរចុះក្រោមតិចយើងដើម្បីឲ្យវាមានជើងសក់ចុះក្រោមអញ្ចឹងមើលទៅវាឃើញស្អាតបាទនេះដែលឃើញខ្ញុំដូចឃើញខ្ញុំពងទុកឲ្យបងប្អូនឃើញទេកន្លែងធ្នេរនៅពេលដែលយើងច្រឹបមិនមែនកន្លែងខ្ញុំលីកហ្នឹងទេបាទឃើញទេទុកអាហ្នឹងបន្តិចតែយើងមិនមែនទុកឲ្យកន្លែងមែនទេគឺយើងទុកមកល្មមសមោលល្មមដើម្បីយើងលុបទៅឃើញស្អាតបាទនេះទុកប៉ុណ្្នឹងមកស្អាតហើយបើយើងកោឡាមកោអីកាន់តែច្បាស់បាទពាក្យច្រើនខ្ញុំអត់សូវបានកោទេបងប្អូនណាពាក្យច្រើនក៏អត់សូវបានកោទេគឺខ្ញុំប្រើតែមកតែឆាប់ខ្ញុំតែឆាប់យើងចាក់មុខមុតណាអញ្ចឹងវាស្តៀងទៅនឹងកោដែរហើយការកាត់សក់ថ្ងៃនេះគេមិនសូវឲ្យប្រើឡាមប្រហែលណាទេប្រើទំនងចាស់ទេបាទហើយក្មេងៗគេមិនសូវឲ្យកោបាទនៅពេលដែលម្លេងស្អាតដល់អញ្ចឹងទៅយើងមើលទៅឃើញ clean ស្អាតដែរបងប្អូនគឺយើងមកទៅចាក់មុខមកធ្វើការទៅទូតែគុំចាក់មុខឡើងទៅចូលកាត់ចឹងបងប្អូនទស្សនាវីដេអូលេងៗទៅណាហើយយើងមើលចំណុចខ្វះខាតយើងនៅកន្លែងណាយើងកែតម្រូវកន្លែងហ្នឹងខ្ញុំមិនមែនជាជាងដៃអាយដៃទេបាទគាត់ថាចែកម្លែកខ្ញុំហ្នឹងគឺជូនបងប្អូនយើងជាដៃថ្មីហើយគាត់ទៅរៀនឬក៏ចាប់
អ្នកបើកធ្វើថ្មីបាទហើយគាត់បើកហើយគាត់នៅស្ទាក់ស្ទើរនៃការធ្វើអញ្ចឹងគាត់អាចមើលគ្រប់បាទមើលគ្រប់បាទដើម្បីយល់បន្ថែមវិញណាបាទបំបីខ្លួនគេហៅថាបំបីវិជាដែលយើងរៀនពីគ្រូនោះចេះស្ទើរអីយើងមករៀនមើលតាមទូរស័ព្ទមើលអីបន្ថែមវិញទៅណាហើយវាច្រើនគឺសិតសក់កាត់សិតមកឆ្វេងគឺខ្ញុំកាត់អញ្ចឹងបងប្អូនណាបងប្អូនអាចទៅយករៀនតាមក៏បានដែរអត់បញ្ហាទេតែបើបងប្អូនណាដែលមើលទៅវាមិនតំណងឬក៏អីក៏មិនដែរវាច្រើនឲ្យតែសក់ភ្ញៀវគាត់សិតមកឆ្វេងគឺខ្ញុំកាត់អញ្ចឹងសក់អូននេះគឺមានសភាពក្រាស់ហើយខ្សែសក់គាត់រឹងបាទយើងកាត់អត់ស្មើទៅហើយយើងតម្រឹមស្មើឲ្យសងខាងមិនមែនកាត់អញ្ចឹងយើងអត់មានកាត់អត់ស្មើខ្ទង់ទេណាបងប្អូនគឺកាត់ស្មើទាំងសងខាងតែម្ដងបើទៅបីមកកាត់អត់ស្មើសងខាងយើងលៃណាបាទបើយើងអត់លៃទេយើងកាត់អត់ស្មើទេអញ្ចឹងបងប្អូនទស្សនាវីដេអូនឹងលេងមួយទៅមើលការខ្ញុំធ្វើហ្នឹងបងប្អូនអាចយកធ្វើតាមបានណាបាទបងប្អូនទំរៀនតំអីហ្នឹងអាចយកទៅធ្វើតាមបានបងប្អូនណាបាទសិនជាខ្ញុំកំឡាញ់ខ្ញុំមិនធ្វើវីដេអូចែកជូនបងប្អូនមើលទេដល់ពេលដែលយើងកាត់ខាងឆ្វេងហើយបងប្អូនសិតមកខាងស្ដាំអ្នកបងប្អូនឃើញសាច់តែពុតសៅនោះរឹងខ្លាំងណាស់បងប្អូនរឹងខ្លាំងខ្ញុំត្រូវការសាប់ឲ្យយើងស្ដាងប៉ុន្តែមិនមែនឲ្យស្ដាងរយទេគឺមកល្មមដែលយើងអាចខាងទុកបានហើយស្រួលនឹងវែងហើយអីហើយអញ្ចឹងណាបាទសូមបងប្អូនមើលការកាត់របស់ខ្ញុំដែរខាងលើនេះគឺយើងយកប៉ុណ្ណឹងបាទហើយកន្លែងនេះគឺខ្ញុំអត់បានបង្ហាញវីដេអូសាប់ជូនបងប្អូនទេបាទអធិស្ឋានផងកន្លែងនេះបាទកាត់លឿនពេកបាទដល់ពេលយើងទៅបាត់អាកន្លែងសាប់សក់ហ្នឹងចាំបងប្អូនមើលការផ្លុំសក់នេះលេងទៅបាទហើយរបៀបផ្លុំរបស់ខ្ញុំបងប្អូនការផ្លុំនេះគឺសាមញ្ញទេណាបងប្អូនគឺខ្ញុំផ្លុំសាមញ្ញមិនមែនផ្លុំចាប់ម៉ូតចាប់អីណាគាត់ផ្លុំសក់ឲ្យមានរបៀបទេបាទផ្លុំសក់ឲ្យមានរបៀបស្រួលយើងចាប់ភ្នែកចាប់អីចឹងណាបងប្អូនហើយវីដេអូនេះបងប្អូនមិនបាច់ភ័យទេវីដេអូនេះគឺទាំងមូលតែម្ដងគឺថាខ្ញុំកាត់កន្លែងណាដែលយើងអត់សំខាន់ណាមានន័យថាយើងដើរទៅយករបស់ដើរទៅយកម៉ូទ័រដើរទៅយកថ្ងៃទៅយកអីហ្នឹងទៅគឺអត់សំខាន់គឺខ្ញុំកាត់ចោលអញ្ចឹងយើងដាក់ទាំងកន្លែងណាសំខាន់ជូនបងប្អូនមើលទៅបាទហ្នឹងហើយបងប្អូនបាទអរគុណខ្លាំងមែនទែនដែលបងប្អូនយើងចូលមកទស្សនាវីដេអូនេះអញ្ចឹងណាបងប្អូនបាទរហូតពីដើមរហូតដល់ចប់បាទអរគុណខ្លាំងមែនទែនហើយបញ្ជាក់ជូនបងប្អូនបន្តិចបាទហើយវីដេអូខ្ញុំធ្វើទៅនេះគឺសម្រាប់បងប្អូនយើងដែលចង់ចេះជំនាញកាត់សក់ហ្នឹងទេបាទហើយបើមានកន្លែងណាខ្វះខាតតិចតួចឬក៏មានកន្លែងណាឆ្លត់ឆ្លោយអីសូមមេត្តាជួយថែផងបាទសម្រាប់បងប្អូនយើងដែលចង់រៀនកាត់សក់បាទទៅរៀនកាត់សក់និងបើកហើយអត់ទាន់ចេះបរិញ្ញាបត្របាទអរគុណច្រើនដែលទស្សនាវីដេអូនេះបាទអរគុណច្រើន